ថ្ងៃសៅរ៍ទី15ខែមិនិនាឆ្នាំ2025សួស្តីបងប្អូនសុខសប្បាយយ៉ាងណាដែរចំណែកខ្ញុំសុខសប្បាយទៅតាមវ័យពេលនេះខ្ញុំមកបកស្រាយរឿងពិតដែលខ្ញុំជួបប្រទះកន្លងមកពេលដែលសមាធិនិងសូត្រធម៌ចំនួន107ចប់ខ្ញុំក៏បានព្រះឲ្យឃើញពន្លឺរបស់ព្រះនៅពេលព្រឹកម៉ោង6ត្រូវនៅថ្ងៃសៅរ៍ទី27ខែកក្កដាឆ្នាំ2024ពន្លឺនោះរាងជាព្រៃកង់ពណ៌ផ្កាឈូកស្រស់បើបងប្អូនចង់ឃើញឬមាននិស្ស័យជាមួយព្រះធ្វើតាមរបៀបនេះខ្ញុំទៅប្រកាសជាបានឃើញមិនខានបន្ទាប់មកខ្ញុំចង់ប្រាប់វិធីព្យាបាលបែបបុរាណហើយជាដូចប្រើថ្នាំពេទ្យឈឺទាស់នោមមិនចេញនោមឈឺពិបាកបត់ជើងតូចគ្រឿងផ្សំមានដូចជាពងមាន់2គ្រាប់យកតែពងសលាយជាមួយនឹងទឹកបបរឬក៏ទឹកបាយដាំពុះហូបមួយថ្ងៃ2ដងព្រឹកម្ដងល្ងាចម្ដងបើឈឺរយៈពេលខ្លីទើបតែនឹងឈឺអាចញ៉ាំតែមួយអាទិត្យជាហើយតែបើយើងឈឺយូរអាចញ៉ាំពីកន្លះខែទៅ1ខែអាចជាហើយព្រោះខ្ញុំមានបទពិសោធន៍កន្លងមកបន្ទាប់បងប្អូនជាហើយចង់ឧបត្ថម្ភនាងខ្ញុំតាមរយៈ QR Code ទៅតាមលទ្ធភាពឬក៏បងប្អូនណាចង់ឧបត្ថម្ភខ្ញុំអរគុណច្រើនក៏ដូចទទួលបាននៅកម្លាំងបុណ្យដែលបងប្អូនបានសាងអរគុណច្រើនសម្រាប់អ្នកឧបត្ថម្ភនិងអ្នកមើលវីដេអូអរគុណ